បាទរុនសុស្ដីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកម្មវិធីតម្លៃហាងឆេងមាសប្រចាំថ្ងៃប្រហ័សទី30ខែមេសាឆ្នាំ2026បើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបន្តបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃយើងឃើញថាតម្លៃហាងឆេងមាសនៅក្នុងថ្ងៃនេះគឺមានការ pull back ឡើងមកវិញបន្ទាប់ពីមានការធ្លាក់ចុះខ្លាំងកាលពីម្សិលមិញគឺធ្លាក់ចុះរហូតដល់ប្រមាណកម្រិត$4,510ក្នុងមួយអោនបងប្អូនដោយរងសម្ពាធពីការកើនឡើងនៃសន្ទុះប្រាក់ដុល្លារក៏ដូចជាការកើនឡើងនៃតម្លៃប្រេងយើងមកមើលតម្លៃហាងឆេងមាសនៅក្នុងថ្ងៃនេះទាំងអស់គ្នាបងប្អូនចង់ដឹងថាតើវានឹងមានទិសដៅបែបណាបន្តអាចធ្លាក់ចុះទៅខាងក្រោមវិញឬទេឬក៏អាចនឹងមានការងើបឡើងហើយតម្លៃណាខ្លះយើងអាចធ្វើការទិញលក់បានតើបងប្អូនយើងចូលទៅមើលការវិភាគតាមបែបបច្ចេកទេសទាំងអស់គ្នាបាទបងប្អូនមាសនៅក្នុងថ្ងៃនេះបើសិនជាយើងមើល time frame 4ម៉ោង1ម៉ោងអីហ្នឹងគឺស្ថិតនៅក្នុងទំនោរធ្លាក់ចុះដដែលអត់ទាន់មានសញ្ញាបង្កើតជាទំនោរកើនឡើងទៅវិញទេអញ្ចឹងគឺឱកាសក្នុងការលក់ចុះគឺមានច្រើនជាងការទិញណាអញ្ចឹងសម្រាប់មាសនៅក្នុងថ្ងៃនេះបងប្អូនមើលទៅខ្ញុំបានបែងចែកជាតម្លៃដែលឲ្យធ្វើការធៀមទិញហើយនឹងលក់ណាតម្លៃដែលយើងអាចធ្វើការធៀមទិញវាមាន3តំបន់តំបន់ទី1គឺតំបន់4,539ទៅ4,546តំបន់ធៀមទិញទី2នៅ4,510ទៅ4,520ហើយនឹងតំបន់ធៀមទិញទី3នៅ4,470ទៅ4,480សម្រាប់តំបន់ខ្ពស់ដែលយើងអាចធ្វើការធៀមលក់ចុះមកវិញបាទគឺមាន3តំបន់ដូចគ្នាទី1គឺនៅ4,600ទៅ4,610តំបន់ខ្ពស់ទី2 4,632ទៅ4,642ហើយនិងតំបន់ខ្ពស់ទី3នៅ4,665ទៅ4,675សម្រាប់មាសប្រាក់នេះគឺខ្ញុំមើលឃើញថាមានការធ្លាក់ចុះមកវិញហើយមុននេះក៏ខ្ញុំបាន sale ដែរពី4,580ណាអញ្ចឹងគឺបងប្អូនអាចចាំមើលទៅឥឡូវនេះគឺបងប្អូន sale ក៏អត់តាន់ដែរព្រោះធ្លាក់ចុះមកច្រើននេះបាទចូលជាង$10ហើយចឹងបងប្អូនមានធៀមចាំទិញសម្រាប់ផឹកនេះយើងអាចធ្វើការធៀមចាំទិញពីកម្រិតទាបទី1នេះទៅបានបាទហើយក្នុងករណីបើវាបំបែកយើងចាំមើលធៀមទិញពីតំបន់ទី2មកប៉ុន្តែយ៉ាងដែលមិញតំបន់ទាបទី1នេះខ្ញុំគិតថាជាតំបន់ដែលល្អក្នុងការទិញហើយបាទហ្នឹងសម្រាប់យើងទិញនៅក្នុងផឹកហ្នឹងណាបាទហើយយ៉ាងណាមិញខ្ញុំនឹងអាប់ដេតទៅក្នុងក្រុមបន្ថែមបាទអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតសម្រាប់មាសនៅក្នុងថ្ងៃនេះគឺអត់តាន់មានសញ្ញាផ្លាស់ប្ដូរទំនោរផ្លាស់ប្ដូរទិសដៅទេអញ្ចឹងការទិញឡើងយើងអត់តាន់មានការ confirm ទេនៅតែមានហានិភ័យខ្ពស់ជាងការលក់ចោះណាតោះតែបំបែកតម្លៃកម្រិតខ្ពស់ទី1នេះបងប្អូន4,610បាទហ្នឹងបានអាចនឹងមានសញ្ញាផ្លាស់ប្ដូរទំនោរហើយចាំយើងរកមើលកន្លែងទិញវិញបាទអូខេអញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងសម្រាប់បងប្អូនដែលចង់បើកគណនីកក់ហាងឆេងមាសចង់សិក្សាស្វែងយល់អីបងប្អូនអាចតាក់ទងមកបានពួកកក់ហាងឆេងមាសតាមរយៈទូរស័ព្ទដៃតាមប្រព័ន្ធធនាគារនេះយើងមានឱកាសចំណេញច្រើនជាងហើយប្រើប្រាស់ដើមទុនក៏តិចជាងដែរបាទអញ្ចឹងបងប្អូនអាចពិចារណាសាកល្បងបានលេខទូរស័ព្ទខ្ញុំបានដាក់នៅក្នុង caption បាទអញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងសូមអរគុណសូមគោរពលាបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបន្តបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ